ប្រជាពលរដ្ឋលើកដៃសំពះថ្លែងអំណរគុណដល់តុលាការខេត្តរតនគិរីក្រោយពីទទួលបានយុត្តិធម៌ជំរាបសួរនាងខ្ញុំឈ្មោះអោកសោភាមកពីខេត្តត្បូងឃ្មុំថ្ងៃនេះនាងខ្ញុំបានតុលាការសាលាដំបងខេត្តរតនគិរីយុត្តិធម៌ឲ្យខ្ញុំបានឡានមករកស៊ីវិញនាងខ្ញុំទទួលបានយុត្តិធម៌ហើយសូមអរគុណលោកតុលាការដំបងខេត្តរតនគិរីខេត្តរតនគិរីប្រជាពលរដ្ឋមួយគ្រួសារដែលមានស្វាមីឈ្មោះហ៊ុនផុនជនជាតិខ្មែរអាយុ32ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិបឹងព្រីងឃុំបឹងព្រីងស្រុកថ្មគោលខេត្តត្បូងឃ្មុំនិងភរិយាឈ្មោះអោបសុភាមានកូនតូចនៅក្នុងបន្ទុកចំនួន3នាក់បានពឹងពាក់មកដល់អ្នកសារព័ត៌មាន MDTV News ឲ្យជួយផ្សព្វផ្សាយព័ត៌មានដើម្បីថ្លែងអំណរគុណទៅដល់ស្ថាប័នតុលាការខេត្តរតនគិរីអ្នកស្រីអោបសុភាបានលើកម្រាមដៃ10សំពះអរគុណដល់ឯកឧត្តមលោកស្រីមន្ត្រីគ្រប់ជាន់ថ្នាក់នៃតុលាការខេត្តរតនគិរីទាំងមូលដោយបានពោលវិចារថានាងខ្ញុំដែលជាអ្នកទីទ័លក្រសពថ្ងៃបានខ្ចីលុយពីធនាគារមកទិញរថយន្តដើម្បីរកស៊ីចិញ្ចឹមជីវិតក្រោយគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានិងដោយយថាហេតុរថយន្តរបស់ខ្ញុំត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុកគុនមុំអស់រយៈពេល3ខែមកហើយឥឡូវនេះថ្ងៃនេះតុលាការខេត្តរតនគិរីបានផ្ដល់ភាពយុត្តិធម៌មកឲ្យគ្រួសារនាងខ្ញុំដោយបានអនុញ្ញាតឲ្យនាងខ្ញុំយករថយន្តមកប្រើប្រាស់ដើម្បីប្រកបមុខរបរអាជីវកម្មចិញ្ចឹមជីវិតឡើងវិញជំរាបសួរនាងខ្ញុំឈ្មោះអោកសោភាមកពីខេត្តត្បូងឃ្មុំថ្ងៃនេះនាងខ្ញុំបានតុលាការសាលាដំបងខេត្តរតនគិរីយុត្តិធម៌ឲ្យខ្ញុំបានឡានមករកស៊ីវិញនាងខ្ញុំទទួលបានយុត្តិធម៌ហើយសូមអរគុណលោកតុលាការដំបងខេត្តរតនគិរីសូមជូនពរឲ្យលោកតុលាការខេត្តរតនគិរីឲ្យសុខភាពល្អរឹងមាំជួយជាជនរហូតតទៅមុខទៀតសូមអរគុណលោកតុលាការខេត្តរតនគិរីលោកប្រធានគួររំលឹកផងដែរថាកាលពីថ្ងៃទី8ខែមិនិនាឆ្នាំ2025វេលាម៉ោង 8:30 នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើបណ្ដោយផ្លូវជាតិលេខ78ទល់មុខផ្ទះរោងការមួយកន្លែងស្ថិតនៅភូមិ4ឃុំត្រពាំងច្រេះស្រុកគុនមុំខេត្តរតនគិរីរវាងរថយន្តធុនធំរបស់ខ្ញុំពណ៌សពាក់ស្លាកលេខត្បូងឃ្មុំ 3A4134 ធ្វើដំណើរនៅលើបណ្ដោយផ្លូវជាតិលេខ78ពីលិចទៅកើតបានបុកត្រូវចំទ្វាររថយន្តម៉ាកកាមេរី07ពណ៌ទឹកមាសពាក់ស្លាកលេខរតនគិរី 2D8191 បើកបរដោយឈ្មោះនុបណៅប្រធានមន្ទីរពេទ្យបង្អែកស្រុកគុនមុំផ្នែកខាងឆ្វេងអំឡុងពេលដែលលោកគ្រូពេទ្យនុបណៅចេញពីញ៉ាំកាគេនៅក្បែរកន្លែងកាត់ហេតុនោះហើយឡើងបើករថយន្តបកក្រោយត្រឡប់មកគេហដ្ឋានវិញករណីនេះសមត្ថកិច្ចបានធ្វើការសម្របសម្រួលភាគីតាំងពីអធិការនគរបាលស្រុកគុនមុំរហូតមកដល់ការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីប៉ុន្តែភាគីទាំងពីរមិនឯកភាពគ្នាទើបជំនាញរបស់នគរបាលចរាចរណ៍បញ្ជូនសំណុំរឿងមកសាលាដំបងខេត្តរតនគិរីដើម្បីចាត់ការបន្ត